ខ្ញុំគិតថាជីវិតយើងដូចជាមិនចាំបាច់ទៅខ្វល់រឿងនរណាមើលមកយើងល្អឬក៏មើលមកយើងអាក្រក់ទេមែនទេទោះបីជាគេមើលមកយើងល្អប៉ុណ្ណាក៏ដោយក៏ជីវិតយើងវាមិនឡើងតម្លៃទៅណាដែរហើយទោះបីជាគេមើលមកយើងអាក្រក់ប៉ុណ្ណាក៏ដោយក៏ជីវិតយើងវាអត់ធ្លាក់តម្លៃទៅណាដែរតម្លៃយើងនៅតែជាតម្លៃរបស់យើងចា៎ហើយអ្វីដែលយើងមានណាវានៅតែជារបស់មួយដែលមិនបាត់បង់ទៅណាទេមែនទេជីវិតដែលរស់នៅដែលពឹងផ្អែកទៅលើខ្សែភ្នែកនិងសម្ដីអ្នកដទៃគឺជាជីវិតមួយដែលហត់នឿយមែនទេយើងមិនចាំបាច់ប្រឹងប្រែងធ្វើជាមនុស្សល្អឥតខ្ចោះក្នុងខ្សែភ្នែកណាគេមួយព្រោះការយល់ឃើញរបស់គេគ្រាន់តែជារូបភាពដែលគេមើលឃើញមកលើយើងតែប៉ុណ្្នឹងឯងនៅពេលដែលណាគេម្នាក់មើលមកយើងជាមនុស្សល្អវាមិនបានធ្វើឲ្យតម្លៃរបស់យើងវាអស្ចារ្យលើសគេឬក៏វាឡើងហួសពីការពិតទេវាគ្រាន់តែជាការយល់ឃើញរបស់មនុស្សម្នាក់តែប៉ុណ្្នឹងទទួលយកវាទៅប៉ុន្តែកុំអួតអាងកុំស្រើបស្រាលកុំមានអំនួតជាមួយនឹងរឿងទាំងអស់ហ្នឹងប៉ុន្តែនៅពេលដែលនរណាម្នាក់មើលគឺយើងថាជាមនុស្សអាក្រក់ក៏វាមិនបានធ្វើឲ្យតម្លៃឬក៏គុណធម៌ពិតប្រាកដរបស់យើងធ្លាក់ចុះឬក៏បាត់បង់ទៅណាទេសម្ដីឬក៏ការយល់ខុសរបស់អ្នកដទៃវាមិនអាចកែប្រែសេចក្តីល្អនិងការខិតខំប្រឹងប្រែងដែលមាននៅក្នុងខ្លួនរបស់យើងបានទេត្រូវចាំថាតម្លៃរបស់យើងមិនមែនស្ថិតនៅលើមាត់លើភ្នែករបស់អ្នកដទៃទេប៉ុន្តែវាស្ថិតនៅលើទង្វើចិត្តគំនិតនិងការស្គាល់ខ្លួនឯងច្បាស់តែប៉ុណ្ណឹងជឿខ្ញុំមើលរស់នៅជាមួយខ្លួនឯងដោយក្តីស្ងប់ធ្វើរឿងដែលត្រឹមត្រូវនិងស្គាល់តម្លៃពិតនៃបេះដូងខ្លួនឯងទើបជាជីវិតដែលមានសេរីភាពនិងមានន័យពិតប្រាកដ